សួស្តីទាំងអស់គ្នាចា៎នេះវាមកជួបគ្នាទៀតហើយសុខសប្បាយទេអ្នកទាំងអស់គ្នាចា៎នេះខ្ញុំចង់លើកវីដេអូខ្ញុំមកនិយាយទៀតហើយអ្នកទាំងអស់គ្នាសម្រាប់បងខ្មែរយើងដែលគាត់មានផ្ទះហើយដែលគាត់ទិញផ្ទះថ្មីមួយទៀតហើយដែលគាត់ដាក់ផ្ទះចាស់គាត់ជួលអ្នកទាំងអស់គ្នាអញ្ចឹងនេះខ្ញុំបញ្ជាក់តិចសម្រាប់បងខ្មែរយើងដែលគាត់មានផ្ទះមួយហើយគាត់ទៅទិញផ្ទះមួយទៀតគាត់ដាក់ក្នុងសំណុំឯកសារថាផ្ទះ either ផ្ទះថ្មីឬមួយផ្ទះចាស់យើងដាក់ជួលហ្នឹងណានេះខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាបន្តិចពេលដែលយើងដាក់ report ចូលទៅក្នុងចំណូល income តែយើងជួលពេលដែលយើងធ្វើតាក់នេះខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាដឹងថាផ្ទះដែលយើងធ្លាប់នៅពីមុនមកដែលជាចាក់ផ្ទះចាស់របស់យើងហ្នឹងណាដែលយើង report ដាក់ថាជួលអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងបន្តិចពីព្រោះដោយសារអីពេលដែលយើងដាក់ថាផ្ទះយើងជួលបន្ទាប់ពីយើងមូរចេញពីផ្ទះដែលយើងនៅរយៈពេលប្រហែលឆ្នាំហ្នឹងអញ្ចឹងពេលដែលយើងលក់ផ្ទះចាស់យើងដែលថាផ្ទះចាស់យើងនៅហ្នឹងណាពីមុនមកហ្នឹងណាប្រយ័ត្នបន្តិចអ្នកទាំងអស់គ្នាប្រហែលជាអ្នកអស់គ្នាអាច obligate ត្រូវ pay capital gain នៅលុយចំណេញរបស់យើងអ្នកទាំងអស់គ្នានេះខ្ញុំចង់បញ្ជាក់ថានាងខ្ញុំមិនមែនជាអ្នកធ្វើតាក់ទេហើយនាងខ្ញុំក៏មិនជាអ្នក expert ខាងតម្រូវឲ្យបងប្អូនត្រូវតែបង់តាក់តម្រូវឲ្យបងប្អូនឡើង qualify as principal resident របស់យើងប៉ុន្តែនាងខ្ញុំចែករំលែកអ្នកទាំងអស់គ្នាសម្រាប់បងប្អូនខ្មែរយើងដែលគាត់មានផ្ទះពីមុនមកហើយគាត់ទៅទិញផ្ទះមួយទៀតហើយគាត់ដាក់ផ្ទះចាស់គាត់ជួលដែលគាត់ជួលរាល់ថ្ងៃ report ជាមួយនឹងតាក់ជាមួយអីហ្នឹងពេលដែលយើងរៀបចំសំណុំឯកសារខ្ចីលុយគឺអីទេអ្នកទាំងអស់គ្នាប៉ុន្តែពេលដែលយើងធ្វើតាក់ចុងឆ្នាំពេលដែលយើងដាក់ផ្ទះចាក់របស់យើងដែលយើងធ្លាប់នៅពីមុនហ្នឹងជាផ្ទះជួលហើយឥឡូវយើងមកនៅផ្ទះថ្មីវិញព្រោះដោយសារមនុស្សម្នាក់គឺយើងអាច claim បាននៅផ្ទះមួយទេយើងអាច claim ផ្ទះថាយើងនៅផ្ទះពីរទេអញ្ចឹងយ៉ាងណាមិញយើងត្រូវដាក់ផ្ទះចាស់យើងជួលអញ្ចឹងអ្នកទាំងអស់គ្នាត្រូវគិតថាពេលដែលយើងនៅកាលីផ្ទះដែលយើងទិញនៅក្នុងរយៈពេលដែលយើងនៅប្រហែលឆ្នាំហ្នឹងយើង claim តែថាយើងផ្ទះគេហៅថា principal resident ហ្នឹងអ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាលក់វិញវាយត់យោងទៅលើពេលវេលាយត់យោងទៅលើយើង claim តាក់គឺអ្នកទាំងអស់គ្នាអាចមានភាពបាត់បង់នៃ capital gain ដែលយើងគិតថាយើង gain នៅហ្នឹងព្រោះដោយសារផ្ទះយើងនៅប៉ុន្តែពេលដែលយើងដូរ start ដាក់ផ្ទះថាយើងជួលនាងខ្ញុំអត់ដឹងថាប្រហែលឆ្នាំទេដែលអ្នកទាំងអស់គ្នាអាច gain benefit នឹងបានអញ្ចឹងនាងខ្ញុំចង់បញ្ជាក់ថាព្រោះនាងខ្ញុំឆ្លងកាត់ហើយមាន client ឆ្លងកាត់ហើយអញ្ចឹងនាងខ្ញុំគ្រាន់តែចង់បញ្ជាក់អ្នកទាំងអស់គ្នាថា make sure អ្នកទាំងអស់គ្នាសួរនាំអ្នកធ្វើតាក់សួរនាំអ្នកគាត់រៀបចំសំណុំឯកសារឲ្យយើងដែលយើងដាក់ហ្នឹងថាតើពេលដែលយើងដាក់ផ្ទះនឹងលក់វិញតើយើងមានរយៈពេលប៉ុណ្ណាហើយយើងត្រូវសងតាក់គេមិនស្រុកនេះពេលដែលយើងទិញផ្ទះចំណេញពេលដែលយើងលក់គឺវាអាចមានកលៈទេសៈខ្លះដែលយើងអត់ត្រូវសងតាក់គេវិញចាយត់យោងទៅតាមប្រកិត្តតាក់អ្នកនីមួយប៉ុន្តែយ៉ាងណាមិញ check ជាមួយនឹងអ្នកធ្វើតាក់ check ជាមួយនឹងអ្នកគាត់រៀបចំក្រដាសស្នាមឲ្យយើងដើម្បី make sure កុំឲ្យយើងបាត់បង់ capital gain ដែលលុយយើងចំណេញពីផ្ទះដែលយើងនៅពីមុនមកអញ្ចឹងជួនកាលបើសិនឆែក zoom យើងត្រូវលក់ទៅសុខចិត្តកុំឲ្យដល់ពេលសងគេ capital gain នឹងអ្នកទាំងអស់គ្នាព្រោះពេលដែលយើង invest ធម្មតា capital gain investment ហ្នឹងគឺយើងបង់តាក់ច្រើនជាងអញ្ចឹងជួនកាលតម្រូវឲ្យយើងត្រូវដោះដូរត្រូវលក់ផ្ទះហ្នឹងត្រូវទៅទិញផ្ទះមួយទៀតដើម្បីយើងដូចថា offset ជាមួយនឹងcapital gain ជាមួយនឹងលុយចំណេញដែលយើងត្រូវសងតាក់នឹងអ្នកទាំងអស់គ្នាចាអញ្ចឹងនាងខ្ញុំគ្រាន់តែចង់លើកសម្រាយទេមិនមែនគ្រប់គ្នាទាំងអស់ apply ទេប៉ុន្តែវាជាលក្ខណៈមួយដែលនាងខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាក្នុងលក្ខណៈបើសិនជាអ្នកទាំងអស់គ្នាសម្រាប់ធ្វើអីក៏ដោយយើងសួរជាមួយនឹងអ្នកធ្វើតាក់ទៅកុំឲ្យនិយាយថាមានបញ្ហាខាត់បងអញ្ចឹងបើសិនត្រូវការលក់យកលុយមកទុកក្នុងកប៉ាល់សិនហើយចំគិតទៀតចាចឹងនេះខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាកន្លែងហ្នឹងចាព្រោះអីវាអាច apply ទៅលើអ្នកទាំងអស់គ្នាដែរសម្រាប់អ្នកដែលគាត់មានផ្ទះពីមុនមកហើយឥឡូវហ្នឹងគាត់ទៅទិញផ្ទះថ្មីធំជាងហ្នឹងស្អាតជាងហ្នឹងគឺបានហើយយើងក៏ដាក់ជួលបានដែរប៉ុន្តែយើងត្រូវដាក់ជួលកម្រិតណាយើងត្រូវដាក់ជួលពេលវេលាប៉ុណ្ណាដើម្បីឲ្យយើងនឹងនៅទទួល benefit បានអា capital gain ហ្នឹងឡើយកុំឲ្យយើងសងតាក់គេយោងទៅតាម capital gain ហ្នឹងទៅជា investment វិញអ្នកទាំងអស់គ្នាដែលផ្ទះហ្នឹងយើងធ្លាប់នៅពីមុនមកអញ្ចឹងណាអញ្ចឹងយ៉ាងណាមិញបញ្ជាក់ឲ្យបញ្ជាក់ទៀតនេះគ្រាន់តែជាការចែករំលែកបងប្អូនមិនមែនថាអ្នកទាំងអស់គ្នា apply ទៅទាំងអស់ទេចាគ្រាន់តែថានាងខ្ញុំបានជួបផ្ទាល់នាងខ្ញុំមាន client ដែលគាត់ឆ្លងកាត់កន្លែងហ្នឹងអញ្ចឹងនាងខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាដូចជួនកាលទៅវាអាចហួសពេលឬមួយក៏ជួនកាលទៅយើងស្មានអញ្ចឹងណា
ចាអញ្ចឹងឆែកជាមួយអ្នកធ្វើតាក់ទៅកុំឲ្យយើងនិយាយថាហួសពេលវេលាខាត់បងខាត់ប្រូហ្គេហ្នឹងចាអញ្ចឹងយ៉ាងណាមិញសម្រាប់ប្រពន្ធខ្មែរយើងដែលគាត់មានផ្ទះពីមុនមកឥឡូវគាត់រើផ្ទះហ្នឹងទៅទិញផ្ទះថ្មីហើយគាត់ដាក់ផ្ទះចាស់គាត់ជួលធម្មតាតែយើងចាប់ផ្ដើមមានចំណូលមានអីអញ្ចឹងយើងក៏ត្រូវការសងតាក់រត់វិញដែរតែយើងចាប់ផ្ដើមចំណេញលុយផ្ទះចំណេញអីរត់ក៏គេចង់បានខ្លះដែរចាអញ្ចឹងយ៉ាងណាមិញវាត្រូវមានទៅមានមកចាអញ្ចឹងយ៉ាងណាមិញកុំឲ្យអា coprogen ដែលយើងបានគេហ្នឹងវាទៅជាខាត់បងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដែលថាតន់ពេលវេលាបើត្រូវការឆែកឲ្យទៅកុំឲ្យដល់ពេលហួសពេលអញ្ចឹងវាពិបាកចាគីឡូដូចវាថាវាតាក់ទើយើងគួរឬមិនគួរអញ្ចឹងណាតែបើសិនជាចង់ដឹងច្បាស់ថាតាមមួយណាពិតប្រាកដអ្នកទាំងអស់គ្នាអាចឆែកជាមួយនឹងអ្នកធ្វើតាក់ជាមួយអ្នកទាំងអស់គ្នាបានសូម្បីតែនាងខ្ញុំបានត្រឹមតែឆែកឲ្យអ្នកទាំងអស់គ្នាទេប៉ុន្តែបើសិនជាចង់ដឹងច្បាស់លាស់តើយើងទៅឆែកជាមួយអ្នកដែលធ្វើតាក់អ្នកទាំងអស់គ្នាពួកគាត់គឺជាអ្នកឲ្យព័ត៌មានអ្នកទាំងអស់គ្នាច្បាស់លាស់នាងខ្ញុំមិនមែនជាអ្នក tax expert នាងខ្ញុំមិនមែនជាអ្នកធ្វើការខាងធ្វើតាក់ធ្វើ income tax ធ្វើអីទេចាអញ្ចឹងនាងខ្ញុំបានត្រឹមតែចែករំលែកនៃបទពិសោធន៍ឲ្យអ្នកទាំងអស់គ្នាគួរតែឆែកចាអញ្ចឹងបើសិនជាអត់ apply ក៏ល្អតែបើសិនជា apply បើយើងត្រូវការដោះសម្រាយឬមួយត្រូវការប្រែប្រួលត្រូវការរៀបចំអីឲ្យវាកុំឲ្យវាហួសពេលអញ្ចឹងយ៉ាងណាមិញគឺយើងនៅមានពេលវេលាអាចធ្វើបានអ្នកទាំងអស់គ្នាចាចឹងអ្នកទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ click like click share ចែករំលែកដល់បងប្អូនខ្មែរយើងដែលគាត់មានបានតាមដានជាមួយនឹងព័ត៌មាននេះនាងខ្ញុំគិតថាវាជាសារៈសំខាន់មួយដែលនាងខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាចាចឹងអរគុណច្រើនជួបគ្នាទៀតណាអ្នកទាំងអស់គ្នាសុខសប្បាយបាយបាយ